សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូថ្ងៃនេះគឺយើងនឹងរៀន setup ពាក់ព័ន្ធទៅនឹង DHCP server ក៏ដូចជា DHCP relay agent អញ្ចឹង DHCP server គឺវាមានតួនាទីនៅក្នុងការបោះ IP address ក៏ដូចជា network configuration information ទៅឲ្យ client ហើយ client គឺជា device ដែល connect មកកាន់ network របស់យើងហ្នឹងហើយចំពោះ DHCP relay agent គឺវាមានតួនាទីនៅក្នុងការ forward traffic ឆ្លងកាត់ subnet ឬក៏ network ដើម្បីបោះនៅ IP address ក៏ដូចជា network configuration ទៅឲ្យ client ដូចគ្នាអញ្ចឹងឧទាហរណ៍ថាយើងមាន subnet A និង subnet B តែ subnet A គឺយើងស្ថិតនៅក្នុង rank ផ្សេងនិង subnet B គឺស្ថិតនៅក្នុង rank ផ្សេងអញ្ចឹង client របស់យើងគឺនៅក្នុង subnet B អញ្ចឹងបើសិនជា client យើងអត់នៅក្នុងជាមួយនឹងក្នុង subnet ជាមួយនឹង DHCP server គេគឺវាអត់ធ្វើការ broadcast ដើម្បីទទួលបាននៅ IP address ក៏ដូចជា network configuration នេះអញ្ចឹងដើម្បីដោះស្រាយបញ្ហានឹងបានគឺយើងប្រើប្រាស់ DHCP relay agent ដែលវាមានតួនាទីក្នុងការ forward ឆ្លងកាត់ subnet ក៏ដូចជា network អញ្ចឹងឥឡូវយើងមកធ្វើការរៀន set up ពាក់ព័ន្ធទៅនឹង DHCP សិនមុននឹងឈានទៅដល់ការ set up DHCP relay agent អញ្ចឹងខ្ញុំមានម៉ាស៊ីន SenS របស់ខ្ញុំតែខ្ញុំនឹងយកវាធ្វើជា DHCP server ផងនិង DHCP relay agent ផងអញ្ចឹងដើម្បីធ្វើបានគឺយើងត្រូវបង្កើតនៅ network adapter មួយទៀតទៅឲ្យវាហើយខ្ញុំបានធ្វើការបង្កើតនៅvisual network ចំនួន2ដែល VMnet 1និង VMnet 2ដែល VMnet 1គឺតំណាងឲ្យ subnet A និង VMnet 2គឺតំណាងឲ្យ subnet B ដែលមាន IP address គឺ rank ផ្សេងគ្នាហើយដើម្បីធ្វើ DHCP បានគឺយើងតម្រូវឲ្យម៉ាស៊ីន server របស់យើងមាននៅ static IP មួយអញ្ចឹងគឺខ្ញុំបាន set រួចហើយដែល static IP របស់ subnet A គឺប៉ុណ្នេះនិង subnet B គឺប៉ុណ្នេះហើយចំពោះ client ខ្ញុំយកជា Windows 11ហើយខ្ញុំនឹងដាក់វាចូលទៅក្នុង VMnet 2ដែលស្ថិតនៅក្នុង subnet B តើបន្ទាប់ពីយើងធ្វើការ install DHCP server និង DHCP relay agent ហើយតើយើងអាចទទួលបាន IP address អត់អញ្ចឹងយើងទៅបន្តវីដេអូរបស់យើងអស់គ្នាអញ្ចឹងដើម្បីសាប់ DHCP server បានយើងត្រូវ download software មួយឈ្មោះថា DHCP server ដើម្បីនេះតែនេះដោយសារខ្ញុំ down ហើយអញ្ចឹងអ្នកនរគ្នាអត់ទាន់ down អ្នកនរគ្នាអាចប្រើប្រាស់នៅ NAT ឬក៏ Bridge ដើម្បីទៅ download software ទាំងអស់នឹងបានសិនមុននឹងអាចធ្វើវាបានអញ្ចឹងខ្ញុំ down ហើយអញ្ចឹងខ្ញុំធ្វើការ config វាម្ដងអញ្ចឹងដើម្បី config យើងអាចទៅ copy នៅ example configuration ពីនេះបានdhcpd.config.example ហើយយើង copy វាទៅដាក់នៅកន្លែងនេះទៅហើយយើងដាក់ឈ្មោះឲ្យវាថា dhcpd.config ចឹងទៅតែឯសារខ្ញុំ copy ហើយខ្ញុំក៏បាន config ហើយចឹងខ្ញុំអាចទៅបើក file nàyអស់គ្នាមើលយកតែម្ដងហើយខ្ញុំធ្វើការបញ្ចូលអញ្ចឹងចូលមកដល់មុនគេគឺអាកន្លែងនេះគឺវាអត់អាន comment ទេអា4នេះអញ្ចឹងខ្ញុំអត់ត្រូវការប្រើគឺខ្ញុំ comment វាចោលហើយបន្តមកទៀតអានេះគឺវានឹង comment by default អញ្ចឹងយើងធ្វើការ on comment វាដើម្បីអាចឲ្យម៉ាស៊ីនយើងដើរតួជា DHCP បានបន្តមកទៀតយើង scroll មកក្រោមមើលអញ្ចឹងកន្លែងនេះគឺខ្ញុំនឹងធ្វើការបង្កើតនៅ subnet ចំនួន2ដែលមួយគឺសម្រាប់ subnet A និងមួយទៀតគឺសម្រាប់ subnet B ផ្ទាល់អញ្ចឹង subnet B នេះគឺសម្រាប់ DHCP relay agent ហើយកន្លែងដែល client របស់យើងស្ថិតនៅអញ្ចឹងនេះគឺជា subnet A ដែលកន្លែងដែល DHCP ស្ថិតនៅអញ្ចឹងខ្ញុំបានបង្កើតនៅពី subnet ហ្នឹងហើយខ្ញុំអាច quit វាមកតទៅធ្វើការ start នៅ DHCP របស់យើងអញ្ចឹងយើងអាចធ្វើការ start ថាវាមើលបានចំណេះថាវា running ហើយគឺវាអាចធ្វើការបោះ IP address ទៅឲ្យ client នៅក្នុង subnet វាបានហើយប៉ុន្តែខ្ញុំអត់ចង់ធ្វើចឹងខ្ញុំចង់ឲ្យវាដើរតួជា DHCP relay agent ហើយបន្តទៀតយក client ដែលនៅ subnet B ដើម្បីទទួល IP address ពីវាតើយើងធ្វើបានអត់អញ្ចឹងគឺវាអាច listening នៅលើ interface ចំនួន2នេះហើយអញ្ចឹងបន្តមកទៀតដើម្បីនេះបានដើម្បីconfig ជា DHCP relay agent បានយើងត្រូវ download នៅ software មួយទៀតមានឈ្មោះថា DHCP relay អញ្ចឹងខ្ញុំបាន download ដូចគ្នាខ្ញុំអាចចុចបានអញ្ចឹងខ្ញុំបាន download ដូចគ្នាអញ្ចឹងបន្តមកទៀតគឺយើងត្រូវ config ឲ្យម៉ាស៊ីនរបស់យើងដើរតួដូចជា router គឺអាចឲ្យវា route traffic បានអញ្ចឹងដើម្បីធ្វើបានយើងគ្រាន់តែ nano syscontrol.conf អញ្ចឹងនៅក្នុងនេះគឺយើងបន្ថែមនៅ line មួយនេះមក net.ipv4.forward underscore forward 1ហ្នឹងមាន true អញ្ចឹងមាន true គឺយើង turn on 0គឺបិទអញ្ចឹង1គឺបើកអញ្ចឹងយើងតទៅពីយើងដាក់ហើយយើងប្រើប្រាស់នៅ command syscontrol -p ដើម្បី apply យ៉ាងម៉េចហ្នឹងអញ្ចឹងនេះគឺយើងបាន apply អញ្ចឹងឥឡូវហ្នឹងម៉ាស៊ីនរបស់យើងគឺដើរតួដូចជា router អញ្ចឹងគឺវានឹង route traffic តាមទៀតយើងធ្វើការ config នៅ file មួយទៀតអញ្ចឹងដើម្បី config បានយើងអាចទៅ copy ពីកន្លែងនេះមកបាន DHCP relay
service ចឹងយើង copy វាដាក់នៅក្នុង directory មួយនេះហើយយើងទុកឈ្មោះវានៅដែរទៅតែខ្ញុំ copy ហើយចឹងខ្ញុំអាចមកបើកមើលហ្មង system d system dh ចឹងវាមាន content មកបែបនេះចឹងកន្លែងយើងកាយតែកន្លែង exec start នេះទេចឹងយើងបន្ថែមនៅ i interface ចំនួន2ហ្នឹងហើយក៏ដូចជា IP របស់ DHCP server របស់យើងចឹងអ្នកនរគ្នាអាច IPA ដើម្បីមើលនៅឈ្មោះ interface បានចឹងនេះគឺ interface របស់ខ្ញុំទាំងពីរដែល subnet A និង subnet B ហ្នឹងចឹងយើងអាចបន្តទៀតយើងធ្វើការsys control daemon reload បន្តទៀតយើង sys control start នៅ DH relay របស់យើងចឹងអាច sys control status មើលចឹងនេះគឺវា DHCP relay យើងគឺដើរហើយវា listening នៅលើពី interface ហ្នឹងចឹងបន្តទៀតគឺយើងនឹងធ្វើការយក client របស់យើងដើម្បី testing ថាយើងទទួលបាន IP address ពី DHCP relay agent របស់យើងពិតមែនអត់ចឹងខ្ញុំមាន Windows 11នេះចឹងដើម្បីទៅ test បានយើងទៅ control panel ប៉ុន្តែខ្ញុំភ្លេចគឺកន្លែង network adapter នេះខ្ញុំដាក់វាទៅ VMnet 2ដែលស្ថិតនៅក្នុង subnet B ហ្នឹងចឹងន័យថាវានៅក្នុងជាមួយនឹង DHCP server គឺនៅកន្លែងនេះចឹងអានេះយើងនៅ subnet ផ្សេងខ្ញុំចូលមក network internet network and sharing center បន្ទាប់មកកន្លែងនេះយើងត្រូវ make sure ថាយើងឲ្យ IPv4 យើង obtain IP automatically ចឹងយើងហើយហើយចឹងឲ្យយើងចូលមកយើងចូលទៅ command prompt តាមទៀតយើង IP config release ដើម្បី release នៅ IP ដែលយើងធ្លាប់មាននៅក្នុង computer តាមទៀតយើង renew វាមកដើម្បីតែថាវាអាចទទួលបាន IP address ពី DHCP relay agent អត់ចឹងឃើញថានេះវាទទួលបានហើយតែគឺ rank width ចាប់ពី 2.2.50 ទៅចឹងន័យថាការ config DHCP relay agent យើងគឺជោគជ័យហើយគឺ client គឺអាចទទួលបាន IP address ដែលស្ថិតនៅក្នុង subnet B ចឹងវីដេអូយើងមកដល់ទីបញ្ចប់ហើយសូមអរគុណអ្នកនរគ្នាចំពោះការតាមដានបាយ